government has created an encouraging rice policy aiming to achieve 1 million tons of milled rice exports by the year 2015. Many new modern rice mills were built between 1987 and the year 2002. These mills are centrally located in the rice producing area. Mr. Neo Pirom helps his wife to manage the day-to-day operations of the Phul Poi rice mills, taking over from his father-in-law who has retired. He hopes to expand the business operations of the mill, but believes there is still a lot that needs to be done. ទីនេះគឺជារោងម៉ាស៊ីនកិនសូវភូប៉យដែលពីដើមឡើងយើងបង្កើតឡើងនៅឆ្នាំ1987ជាកូនម៉ាស៊ីនតូចមួយដែលផលិតអង្គសម្រាប់គ្រប់គ្រងក្នុងខេត្តបាត់ដំបងក្រោយមកទៀតយើងខំពង្រីកសមត្ថភាពក្នុងការផលិតនិងអភិវឌ្ឍរោងម៉ាស៊ីនកិនសូវយើងរហូតដល់បាន6តោសក្នុង1ម៉ោងនៅឆ្នាំ2004ហើយយើងចាប់ផ្ដើមនាំចេញអង្គទៅក្រៅប្រទេសនៅឆ្នាំ2009ហើយរហូតមកបច្ចុប្បន្ននេះសមត្ថភាពរបស់យើងអាចផលិតអង្គបាន200ទៅ400តោនក្នុងមួយថ្ងៃដំបូងឡើងយើងចាប់ផ្ដើមរោងម៉ាស៊ីនកិនសូវយើងនៅឆ្នាំ1987ហ្នឹងគឺយើងទទួលទិញស្រូវពីកសិករប្រហែលជា2-3ប្រភេទប៉ុណ្ណោះហើយស្រូវដែលយើងទិញមានរាងជ័យមានជលសាដែលស្រូវប្រភេទទាំងអស់នោះផ្ដល់ទិន្នផលទាបតែក្រោយមកទៀតដោយសារការអភិវឌ្ឍប្រទេសយើងកាន់តែច្រើនឡើងទៅមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសហការគ្នាជាមួយនឹងក្រសួងកសិកម្មបានផលិតនិងបង្កើតពូជស្រូវមួយចំនួនផ្សេងទៀតដែលផ្ដល់ទិន្នផលខ្ពស់រហូតដល់4ទៅ5តោនក្នុង1ហិកតា With the return of the new rice varieties, Cambodia has marched confidently into the world stage. Cambodian Premium Fragrant Rice was awarded the World's Best Rice Award for both 2012 and 2013 at the Global Rice Tasting Competition, which was held during the World Rice Conference. The award will certainly help to raise Cambodia's rice profile to greater world recognition. This will in turn lead to a boost in demand and attract international buyers. This is a giant step forward. ដោយសារមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការផលិតនិងនាំអង្គចេញឲ្យបាន1លានតោនក្នុងមួយឆ្នាំធ្វើឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងផ្នែកវិស័យស្រូវអង្គយើងហើយសម្រាប់ផលិតផលដែលនាំទៅក្រៅប្រទេសទៅអឺរ៉ុបមានប្រទេសអាល្លឺម៉ង់ប្រទេសបារាំងប្រទេសប៉ូឡូញប្រទេសស្វីសប្រទេសអង់គ្លេសប្រទេសអាមេរិកប្រទេសអូស្ត្រាលីប្រទេសញូហ្សេឡង់ The hard work from all the players along the entire value chain of the rice sector seems to be paying off. លក្ខណៈពិសេសរបស់អង្គកម្ពុជាគឺជាអង្គដែលមានគុណសម្បត្តិខ្ពស់មានរសជាតិឈ្ងុយឆ្ងាញ់ធម្មជាតិ 100% និងគ្មានជាតិគីមីហើយខ្ញុំសង្ឃឹមថាតទៅអនាគតអង្គកម្ពុជានឹងត្រូវបានគេទទួលស្គាល់និងពេញនិយមបរិភោគទូទាំងពិភពលោក A better future for Cambodia is visible, but much cooperative efforts with related government entities is still required to achieve low export costs. ហើយខ្ញុំក៏មានសំណូមពរមួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយរោងម៉ាស៊ីនកិនសូវដើម្បីផលិតនិងនាំអង្គចេញឲ្យបានច្រើនទី1ខ្ញុំសំណូមពរឲ្យមានកម្ចីឥណទានដែលមានអត្រាការប្រាក់ទាបចំពោះរោងម៉ាស៊ីនកិនស្រូវទី2សូមឲ្យកាត់បន្ថយថ្លៃអគ្គិសនីហើយនិងប្រេងសាំងឲ្យបានទាបពីព្រោះនៅពេលដែលយើងកាត់បន្ថយការចំណាយយើងអាចបង្កើនការផលិតរបស់យើងបានកាន់តែច្រើនឡើងទី3សូមឲ្យរដ្ឋាភិបាលជួយរកដៃគូអ្នកសហការហើយនឹងទីផ្សារថ្មីសម្រាប់រោងម៉ាស៊ីនកិនស្រូវស្រុកខ្មែរយើងទី4យើងចង់ឲ្យមានការ
អភិវឌ្ឍផ្លូវរថភ្លើងដែលអាចកាត់បន្ថយការដឹកទំនិញបានថោក Due to neglect and damage from civil war, Cambodia's railways were in a dilapidated state. ពីមុនយើងមានរថភ្លើងរត់ពីបាត់ដំបងទៅភ្នំពេញប៉ុន្តែនៅទសវត្សរ៍1980ដល់1990ជាងត្រូវបានបាញ់ប្រហារដោយសារពួកខ្មែរក្រហមដូច្នេះយើងមានធ្វើដំណើរទេតាមផ្លូវរថភ្លើងប្រខ្លាចមានគ្រោះថ្នាក់ប៉ុន្តែរថភ្លើងយើងទើបនឹងឈប់ដំណើរការអស់រយៈពេល3ឆ្នាំព្រោះគ្មានអ្នកជួយថែរក្សា In many ways, the reborn rice fields run parallel with the reborn hope of the Cambodian people in their country's future.